ដែលមិននឹកស្មានដល់ខំបរិច្ចាគសាកសពសាច់ញាតិរបស់ខ្លួនដើម្បីជួយការស្រាវជ្រាវវិទ្យាសាស្ត្រតែបែរជារកឃើញថាសាកសពនោះត្រូវបានលក់ទៅប្រើក្នុងការធ្វើតេស្តគ្រាប់បែកឬគ្រឿងផ្ទុះទៅវិញហើយនេះគឺជារឿងពិតមួយដែលបានកើតឡើងនៅរដ្ឋ Arizona សហរដ្ឋអាមេរិកនៅឆ្នាំ2014ភ្នាក់ងារ FBI បានឆ្មក់ចូលមជ្ឈមណ្ឌលមួយកន្លែងហ្នឹងអ្នកទាំងអស់គ្នាមានឈ្មោះថា Biological Resource Center ដែលទទួលយកសាកសពបរិច្ចាគសម្រាប់ការស្រាវជ្រាវប៉ុន្តែអ្វីដែលពួកគេបានឃើញនៅខាងក្នុងហ្នឹងអ្នកទាំងអស់គ្នាបានធ្វើឲ្យសូម្បីតែភ្នាក់ងារ FBI ខ្លះហ្នឹងក៏អត់ហ៊ានចូលទៅដែរពីព្រោះនៅក្នុងហ្នឹងមើលទៅវាមិនគួរឲ្យជឿថាវាមានរឿងហ្នឹងកើតឡើងណាតាមឯកសារតុលាការពួកគេបានរកឃើញធុងដែលមានក្បាលដៃនិងជើងមនុស្សជាច្រើនបន្ទប់ត្រជាក់ដែលរក្សាទុកសរីរាង្គរបស់មនុស្សហើយនៅក្នុងនោះដែរគេរកឃើញសាកសពជាច្រើនដែលផ្គុំចូលគ្នាអ្នកទាំងអស់គ្នាឧទាហរណ៍ថារូបរាង B ទៅផ្គុំជាមួយនឹងក្បាល A ឬមួយក៏ដៃ B ហ្នឹងទៅផ្គុំជាមួយនឹងដៃ C អីចឹងទៅអាហ្នឹងគឺមិនចូលគ្នាហ្មងអ្នកដែលបរិច្ចាគសពហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែឮដំណឹងហ្នឹងហើយគឺខឹងខ្លាំងមែនតើពីព្រោះពួកគេបរិច្ចាគសាច់ញាតិឬមួយក៏គ្រួសាររបស់ពួកគេហ្នឹងគឺដើម្បីឲ្យស្រាវជ្រាវជំងឺ Alzheimer ឬមួយក៏ជំងឺមហារីកតែបែរជាយកសាកសពហ្នឹងយកទៅលក់បន្តហើយលក់ហ្នឹងពេលខ្លះសាកសពខ្លះហ្នឹងលក់ទាំងមូលចឹងទៅតែសាកសពខ្លះអត់លក់ទាំងមូលទេអ្នកទាំងអស់គ្នាគឺខ្លះហ្នឹងកាត់តដៃកាត់តជើងឬមួយក៏ក្បាលខ្លួនអីចឹងទៅអញ្ចឹងហើយបានពួកហ្នឹងយកទៅតហើយមានដើមម្ដងម្នាក់ហ្នឹងគាត់ឈ្មោះថា Jim Stafford ដូចនៅខាងក្រោយខ្នងខ្ញុំហ្នឹងអ្នកទាំងអស់គ្នាគាត់បរិច្ចាគសាកសពម្ដាយរបស់គាត់ហ្នឹងដើម្បីសង្ឃឹមថាពួកគេនឹងស្រាវជ្រាវរកជំងឺ Alzheimer ឬក៏ជំងឺមហារីកប៉ុន្តែក្រោយមកទើបគាត់ដឹងថាសាកសម្ដែងរបស់គាត់ហ្នឹងបានយកទៅស្រាវជ្រាវគ្រឿងផ្ទុះឬមួយក៏គ្រាប់បែកទៅវិញហើយអំឡុងពេលដែលគាត់បរិច្ចាគអ្នកទាំងអស់គ្នាគេក៏បានឲ្យกระดาษគូសដែរហើយគាត់ក៏គូសប្រាប់ដែរថាគាត់មិនបរិច្ចាគឲ្យទៅខាងស្រាវជ្រាវគ្រឿងផ្ទុះទេគាត់អត់បានគូសកន្លែងហ្នឹងហើយនៅតែលក់សាកសពហ្នឹងឲ្យទៅកន្លែងគ្រឿងផ្ទុះទៀតក្រោយការស៊ើបអង្កេតហើយម្ចាស់កន្លែងហ្នឹងក៏ទទួលស្គាល់ថាខ្លួនពិតជាលក់សាកសពហ្នឹងឬមួយក៏មានកំហុសហ្នឹងពិតមែនហើយម្ចាស់ដែលវាថាសាច់ញាតិឬមួយក៏ក្រុមគ្រួសាររបស់គេហ្នឹងក៏ប្តឹងទារសំណងដែរសងគេរាប់សិបលានក្នុងឆ្នាំ2019